ពិធីបើកបវិសនការថ្ងៃបើកបវិសនការជាផ្លូវការត្រូវប្រារព្ធនៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2024សាលារៀនទាំងអស់ត្រូវរៀបចំចងបដាពីស្លោកអបអរសាទរថ្ងៃបើកបវិសនការឲ្យបានមុនថ្ងៃប្រារព្ធពិធីនិងអញ្ជើញថ្នាក់ដឹកនាំឬមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលក្រុងស្រុកខណ្ឌអាជ្ញាធរដែនដីគណៈកម្មការគ្រប់គ្រងសាលារៀនតំណាងសហគមន៍មាតាបិតាឬអាណាព្យាបាលចូលរួម 5. ដំណើរការឆ្នាំសិក្សា2024-2025ក្នុងក្របខ័ណ្ឌស្តង់ដារសាលារៀនគំរូដំណើរការប្រព្រឹត្តទៅនៅឆ្នាំសិក្សា2024-2025គណៈគ្រប់គ្រងគ្រឹះស្ថានបឋមសិក្សាសាធារណៈនិងអ្នកពាក់ព័ន្ធត្រូវអនុវត្តតាមគោលការណ៍នយោបាយសេចក្តីណែនាំលិខិតបទដ្ឋានគតិយុត្តដែលកំពុងស្ថិតនៅជាធរមានស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមកក្រសួងអប់រំយុវជននិងកីឡាបានដាក់ឲ្យអនុវត្តស្តង់ដារសាលាបឋមសិក្សាគំរូតាមរយៈប្រកាសលេខ1269ចុះថ្ងៃទី27ខែធ្នូឆ្នាំ2023ដូចនេះគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមអនុវត្តស្តង់ដារសាលាបឋមសិក្សាគំរូឲ្យបានទូលំទូលាយទាំងក្នុងសាលារៀននិងសហគមន៍ដើម្បីធានាបានប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអប់រំដោយត្រូវអនុវត្តដូចខាងក្រោម 5.1 ការលើកកម្ពស់អភិបាលកិច្ចសាលារៀន 5.1 ការងារស្ថិតិចាប់ផ្ដើមទទួលកុមារចូលរៀនថ្មីថ្នាក់ទី1និងធ្វើការបែងចែកសិស្សតាមកម្រិតថ្នាក់ឲ្យបានសមស្របតាមនាយាមដែលបានកំណត់ដូចមានចែងក្នុងសេចក្តីណែនាំលេខ20 អយកសននចុះថ្ងៃទី9ខែសីហាឆ្នាំ2018រៀបចំស្ថិតិសិស្សឲ្យបានត្រឹមត្រូវដែលអាចកំណត់បានអត្តសញ្ញាណកុមារជួបការលំបាកដូចជាកុមារីកុមារាក្រីក្រកុមារមានពិការភាពកុមារកំព្រាកុមាររងអំពើហិង្សាក្នុងគ្រួសារនិងកុមារជនជាតិដើមភាគតិចណែនាំគ្រូបង្រៀនឲ្យរៀបចំបញ្ជីហៅឈ្មោះសិស្សនិងបញ្ជីស្រង់ពិន្ទុសិស្សដោយសរសេរប្រវត្តិរូបសង្ខេបរបស់សិស្សម្នាក់ឲ្យបានត្រឹមត្រូវដោយអនុវត្តតាមសេចក្តីណែនាំលេខ11អយកសននចុះថ្ងៃទី19ខែកុម្ភៈឆ្នាំ2021ព្រមទាំងរៀបចំឲ្យមានសៀវភៅវេនថ្នាក់ទី3ដល់ទី6ដើម្បីងាយស្រួលតាមដានហើយត្រូវបូកសរុបជារៀងរាល់ថ្ងៃសិក្សា 5.1.2 ការងារផែនការសាលារៀនត្រូវរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍសាលារៀន5ឆ្នាំផែនការយុទ្ធសាស្ត្រថវិកា3ឆ្នាំផែនការថវិកាប្រចាំឆ្នាំនិងផែនការប្រតិបត្តិប្រចាំសេចក្តីណែនាំលេខ61អយកសននចុះថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2023ផែនការសាលារៀនត្រូវផ្អែកលើលទ្ធផលនៃតេស្តរង្វាយតម្លៃការសិក្សារបស់សិស្សដែលបានរៀបចំប្រកបដោយស្តង់ដារជាពិសេសការជួយសិស្សរៀនយឺតនិងសកម្មភាពផ្សេងទៀតដែលឆ្លើយតបនឹងសូចនាកររបស់ស្តង់ដារទីយន្តការនៃការរៀបចំផែនការសាលារៀនដឹកនាំដោយគណៈគ្រប់គ្រងសាលារៀនដោយមានការចូលរួមពីគណៈកម្មការគ្រប់គ្រងសាលារៀនគ្រូបង្រៀនអាជ្ញាធរដែនដីក្រុមប្រឹក្សាឃុំសង្កាត់មេភូមិតំណាងសិស្សានុសិស្សមាតាបិតាអាណាព្យាបាលអង្គការដៃគូអភិវឌ្ឍស្ថាប័នពាក់ព័ន្ធនានាដើម្បីពិសារួមគ្នាលើតម្រូវការចាំបាច់របស់សាលារៀននិងសហគមន៍ក្នុងការដោះស្រាយបញ្ហាប្រឈមចម្បងដើម្បីសម្រេចបានលទ្ធផលសិក្សារបស់សិស្សក្របខ័ណ្ឌពេលវេលានៃការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍក្របខ័ណ្ឌពេល
វេលានៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍសាលារៀន ផែនការយុទ្ធសាស្ត្រថវិកា ផែនការថវិកាប្រចាំឆ្នាំ និងផែនការប្រតិបត្តិប្រចាំឆ្នាំសិក្សាត្រូវអនុវត្តតាមសេចក្តីណែនាំលេខ61 អយក សនន ចុះថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2023 ការពិនិត្យតាមដាននិងវាយតម្លៃផែនការសាលារៀន គណៈគ្រប់គ្រងសាលារៀនដឹកនាំការពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តសកម្មភាពដែលបានកំណត់ក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំសិក្សាដោយផ្អែកលើសូចនាករនិងចំណុចដៅនៃស្តង់ដារទាំង5